ពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្មវិធីគោលនយោបាយអត្ថភាព6ចំណុចវិធានការគន្លឹះ5ដែលសម្ដេចរដ្ឋមន្ត្រីយុរដ្ឋមន្ត្រីលោកបានដាក់ចេញហ្នឹងយើងឃើញថានៅតែមានដំណើរការទំមុខជានិច្ចប៉ុន្តែពេលនេះខ្ញុំសូមមិនលម្អិតទេដោយសារតែកន្លងទៅខ្ញុំក៏ធ្លាប់បានលើកហើយខ្ញុំនឹងងាកទៅលម្អិតឡើងវិញនៅវិទ្យាសារព័ត៌មានលើកក្រោយបាទយ៉ាងណាក៏ដោយខ្ញុំសូមបញ្ជាក់ត្រួសចំណុចសំខាន់មួយចំនួនដើម្បីចែកជូនបងប្អូនជាពលរដ្ឋយើងជ្រាបជាក់ស្ដែងកំណែតម្រង់មុខងារសាធារណៈនៅតែជាការងារដ៏សំខាន់របស់រាជរដ្ឋាភិបាលដែលសម្ដេចរដ្ឋមន្ត្រីយុរដ្ឋមន្ត្រីលោកដោតការយកចិត្តទុកដាក់ខ្លាំងចំណុចលេចធ្លោដែលខ្ញុំចង់រំលេចនៅពេលនេះគឺការប្រឡងជ្រើសរើសមន្ត្រីរាជការស្របតាមគោលការណ៍គុណាធិបតេយ្យតម្លាភាពយុត្តិធម៌អរិយាប័ត្រនិងប្រសិទ្ធភាពដោយឈរលើគោលការណ៍អ្នកចេះគឺជាប់ហើយជាប់ដោយកិត្តិយសលាក់ដោយអស់ចិត្តឆ្លងកាត់ការប្រឡងជ្រើសរើសមន្ត្រីរាជការនិងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន58លើកន្លងទៅនេះសម្រាប់ក្រសួងស្ថាប័នចំនួន12យើងឃើញថាការប្រឡងពិតជាប្រព្រឹត្តទៅដោយមានតម្លាភាពប្រសិទ្ធភាពប្រកបនេះហើយមានបេក្ខជនប្រឡងដល់ជិត300000នាក់ហើយការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នក៏កំពុងតែបន្តទៅមុខខណៈដែលការធ្វើជំរឿនជាក់ស្ដែងជំរឿនមន្ត្រីជាក់ស្ដែងតាមរចនាសម្ព័ន្ធក្រសួងស្ថាប័នដែលជំនួសឲ្យអង្គការនីតិប្រតិបត្តិក៏បានបញ្ចប់មកដល់ពេលនេះ21ក្រសួងហើយ21ក្រសួងស្ថាប័ននឹងកំពុងតែបន្តធ្វើនិយាយពីការប្រឡងយើងក៏មិនភ្លេចដែរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅថាបាក់ឌុបដែលយើងទាំងអស់គ្នាបានឃើញគឺក៏ជាកំណែតម្រង់មួយដែលបានលទ្ធផលល្អព្រោះការប្រឡងពិសេសថ្មីកន្លងទៅនេះយើងបានឃើញហើយប្រព្រឹត្តទៅដោយរលូនភាពស្ងប់ស្ងាត់របៀបរៀបរយដោយគោរពគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបានក្រោមអភិក្រមអ្នកចេះគឺជាប់និយាយពីវិស័យគាំពារសង្គមគិតត្រឹមខែឧសភាឆ្នាំ2026នេះសមាជិកបសសផ្នែកថែទាំសុខភាពបានកើនឡើងប្រមាណជាង3លាន7សែននាក់ក្នុងនោះមានសមាជិកដែលស្ម័គ្រចិត្តដោយភិក្ខទានដែលស្ម័គ្រចិត្តនោះមានចំនួន7លាននាក់ហើយកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាជីវៈជូនដល់យុវជនដែលជាកូនអ្នកក្រីក្រក្នុងគ្រួសារងាយរងហានិភ័យនោះបើសិនជាយើងគិតចាប់តាំងពីឆ្នាំ2024ដល់ខែឧសភា2026មានយុវជនគួរដៅប្រមាណជិត300,000នាក់ហើយដែលទទួលបានការបណ្ដុះបណ្ដាលជាជីវៈខណៈដែលវិស័យការងារក៏ត្រូវបានដោះស្រាយបានយ៉ាងល្អក្រោមការយកចិត្តទុកដាក់របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលជាជីវៈដោយយើងឃើញថាទីផ្សារការងាររបស់ប្រទេសយើងនៅមានច្រើនដែលកំពុងតែរងចាំបងប្អូនយើងដែលត្រូវការការងារហើយសូមបញ្ជាក់ជូនគោលនយោបាយទាំងអស់នេះធ្វើឡើងក្រោមអភិក្រមរាជរដ្ឋាភិបាលមិនបោះបង់ពលរដ្ឋឬក៏យុវជនណាម្នាក់ចោលនោះឡើយយើងងាកទៅមើលវិស័យវិនិយោគក្នុងឆ្នាំ2026ស្ថិតិវិនិយោគដែលត្រូវបានចុះបញ្ជីនៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ចាប់ពីខែសីហាឆ្នាំ2023ដល់ខែកក្កដាឆ្នាំ2026មានចំនួនជាង1493គម្រោងក្នុងទំហំវិនិយោគជិត26ប៊ីលានដុល្លារសហរដ្ឋអាមេរិកបាទហើយរាជរដ្ឋាភិបាលខិតខំលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឲ្យកាន់តែមានភាពងាយស្រួលសម្រាប់វិនិយោគិនទាំងក្នុងស្រុកទាំងបរទេសដោយប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហតម្លាភាពភាពអាចបានប្រមាណទុកជាមុនបាននិងការប្រកួតប្រជែងពេញលេញដោយគ្មានការរើសអើងទន្ទឹមនឹងនេះយើងដឹងទាំងអស់គ្នាសម្ដេចរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីក៏លោកបានកំពុងពុះពៀយ៉ាងខ្លាំងដើម្បីលើកស្ទួយផលិតផលក្នុងស្រុកតាមរយៈការយកចិត្តទុកដាក់គាំពារដល់សហគ្រាសធុនតូចនិងមធ្យម SME នេះខ្ញុំសូមបញ្ជាក់ត្រួសត្រាសកលេចមើលសមិទ្ធផលមួយទៀតដែលយើងមិនអាចមើលរំលងបាននោះគឺសមិទ្ធផលនៅក្នុងវិស័យដីធ្លីរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតសម្រេចបានសមិទ្ធផលធំធេងមួយនៅក្នុងវិស័យដីធ្លីដែលអាចចាត់ទុកជាការផ្ដល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាននៃជីវិតដ៏រឹងមាំក្នុងអាណត្តិទី7នេះរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីបញ្ចប់ការងារវាស់វែងនិងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋគិតមកទល់ពេលនេះក្រសួងបានវាស់វែងក្បាលដីបានបន្ថែមជាង6លាន3សែនក្បាលដីដែលនាំឲ្យការវាស់វែងក្បាលដីសរុបកើនដល់ជិត14លានក្បាលដីហើយជាមួយគ្នានេះរាជរដ្ឋាភិបាលបានចេញបានបន្ថែមជាង2លាន6សែនបានដែលសរុបទៅវាជិត10លានបានទៅហើយបាទនឹងបានចែកវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យសរុបជាង9លានបានស្មើនឹងជិត 90% នៃក្បាលដីដែលបានបិទផ្សាយរួចសូមបញ្ជាក់ជូនថានៅក្នុងវិស័យដីធ្លីរាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការចុះបញ្ជីដីធ្លីបង្ហើយឲ្យចប់សពគ្រប់ក្នុងឆ្នាំ2026នេះនិងបញ្ចប់ការចែកបាននៅឆ្នាំ2027នេះគឺជាលទ្ធផលធំធេងណាស់បាទសម្រាប់នៅក្នុងវិស័យដីធ្លីនេះទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញអនុសាសន៍ឲ្យបន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែងការអនុវត្តទស្សនៈទាននៃការរៀបចំភូមិគំរូបរិយាជនបទភូមិឋានខ្សែមខ្សាននិងទ្រនំសុភមង្គលព្រមទាំងបង្កើតរបៀងសេដ្ឋកិច្ចសម្ដេចរដ្ឋមន្ត្រីលោកចាត់ទុកកម្មសិទ្ធិដីធ្លីស្របច្បាប់ជាមូលដ្ឋាននៃជីវិតដែលមិនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែជាមូលដ្ឋាននៃជំរកមូលដ្ឋាននៃអាជីវកម្មមូលដ្ឋាននៃការវិនិយោគនិងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ
ហើយការបញ្ចប់នៅភាពមិនច្បាស់លាស់នឹងហានិភ័យនៃវិវាទដីធ្លីគឺជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការកើនឡើងនៃតម្លៃដីធ្លីការស្នើសុំឥណទានផ្លូវការការប្រកបអាជីវកម្មគ្រួសារនិងការទាក់ទាញការវិនិយោគបន្ថែមពីលើការចែកបានកម្មសិទ្ធិដីធ្លីដូចបានលើកឡើងខាងដើមនេះនឹងមានកម្មវិធីមួយទៀតដែលសម្ដេចនាយករដ្ឋមន្ត្រីលោកបានធ្វើផ្ដើមគឺការអនុវត្តក៏សម្ដេចបានជោគជ័យដែរនោះគេហៅថាកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីចូលរួមអភិវឌ្ឍដោយចីរភាពកម្មវិធីនេះត្រូវបានដាក់ចេញក្នុងគោលបំណងទី1ដោះស្រាយតម្រូវការប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដទី2ទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជននិងទី3ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការការពារព្រៃអភិរក្សព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពតាមរយៈការផ្ដល់ដីជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដក្រោមទម្រង់សម្បទានដីសង្គមគិច្ចនិងគ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ព្រមទាំងការពារព្រៃនៅជិតទីតាំងដែលផ្ដល់ដីប្រកបដោយចីរភាពហើយចុងក្រោយនេះលេខាធិការដ្ឋានបានរៀបចំចាក់ឆ្នោតយកដីឡូនិងផ្ទះនៃកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍចីរភាពនឹងគឺសម្រាប់បុគ្គលដែលមានសិទ្ធិទទួលបានដីនឹងចំនួនដល់ទៅជាង538គ្រួសារបាន